ពន្លឺថ្ងៃថ្មីក្នុងដែនដីចាស់បានរះមកហើយមាន់រងាវមួយដាស់អស់នៅមនុស្សម្នាជើងភ្នំស្លេកមួយកំពុងតែដេកទ្រមក់ក៏ត្រូវបានគេមើលឃើញពីចម្ងាយដោយពព្រាលមើលទៅវាហាក់ធុញថប់នឹងផ្សែងអាប់ដែលកំពុងរំពាត់ខ្លួនវានេះណាស់នៅខាងក្រោយផ្ទះខ្ញុំសំឡេងរបស់អ្នកម៉ែដែលកំពុងតែស្រោចទឹកបន្លែរអ៊ូងៅដាក់ទៅដង្កូវដែលកំពុងតែលួចស៊ីនៅស្លឹកស្ពៃខ្ញុំក៏បានដើរទៅជិតរួចក៏យកដង្កូវនោះបោះទៅចំការបន្លែអាយន់ធ្វើឲ្យវាស្រែកប្រកាច់ប្រកិនជន់កូនម្ទេសបាក់អស់ពី3ដើមហើយក៏ត្រូវម៉ែវាវាយអស់ពី3ដៃរួមទាំងខ្ញុំផងដែរដែលត្រូវអ្នកម៉ែញឹងស្លឹកត្រចៀកហើយគាត់ក៏និយាយថាក្រោកមកមិនគិតជួយគេជួយឯងបែរជាមកលេងអញ្ចឹងទៅវិញកូននេះធំពេញកំឡោះស្ដោកទៅហើយចារឹកនៅតែក្មេងដដែលក្រោយពីឮសារស័ព្ទសម្ដីខ្ញុំក៏បានតបទៅគាត់វិញទាំងស្ញែងព្រោះមិនទាន់បាត់ឈឺបើខ្ញុំពេញកំឡោះហើយម្លេះពេលនេះអ្នកម៉ែមានកូនប្រសាស្រីមកជួយចាប់ដង្កូវនៅរោងបន្លែហើយមិនទាន់ចប់ពាក្យស្រួលបួលផងសូរសំឡេងខ្មងដៃក៏លាន់ឮឡើងម្ដងទៀតកណ្ដាលថ្ងាសខ្ញុំលាន់ពីរោះណាស់សម្រាប់ត្រចៀកអ្នកម៉ែតែវាក៏ឈឺណាស់ដែរសម្រាប់ខ្ញុំខណៈនោះដែរខ្ញុំក៏បាននឹកឃើញទៅដល់គ្រាប់ផ្កាដែលចន្ទ្រានាងបានឲ្យមកហើយក៏សម្រេចចិត្តថានឹងយកមកដាំក្បែររបងនាពេលនោះដែរអាយុនក៏បានអើតមកមើលហើយក៏ស្រែកមួយទំហឹងព្រោះចង់ឲ្យខ្ញុំខ្មាស់គេងាប់ហើយប្រុសស្អីដាំផ្កាមើលតែស្រីផ្ការបស់កូនក្រមុំណាឲ្យមកសោះនេះក្រោយពីវាជំទាវរួចអ្នកម៉ែនិងពូមីងក្បែរងាកមកមើលមុខខ្ញុំដោយមិនដាក់ភ្នែកហើយអាយុនក៏បានដើរក្រពាត់ដៃចេញទៅដោយថែមទាំងហួចបញ្ឈឺផងព្រោះបានធ្វើឲ្យខ្ញុំខ្មាស់នៅចាស់ជាពិសេសគឺអ្នកម៉ែដែលកំពុងតែសម្លឹងមកផ្កាដែលខ្ញុំកំពុងតែកាន់គាត់បង្ហើបវាចាមកយ៉ាងពីរោះកូនប្រុសតែផ្កានេះក្រមុំកូនអ្នកណាជាអ្នកឲ្យខ្ញុំគ្រាន់តែឮមិននិយាយតបទេត្រឹមញញឹមតព្រោះដឹងច្បាស់ហើយថាគាត់ចង់ដឹងដើម្បីអ្វីត្បិតគាត់ចង់បានកូនប្រសាណាស់ក្រោយពីដាំរួចរាល់ខ្ញុំក៏ប្រញាប់តាមរកអាយុនភ្លាមដោយដឹងច្បាស់ថាវានឹងរត់ទៅទីណាក្រោយតាមមួយសន្ទុះមកការគិតរបស់ខ្ញុំគឺមិនខុសមែនវាកំពុងតែឈរមើលនៅអាសារ៉ាត់វាបោសាក់ក្បែរមាត់ស្ទឹងដោយឃើញឱកាសល្អដូច្នេះមិនចាំយូរខ្ញុំក៏ហក់ទៅធាក់វាមួយជើងឲ្យបានលេងទឹកទាំងព្រឹកសងនៅការបង្អាប់របស់ចាស់មកលើខ្ញុំពេលដែលធាក់វាហើយវាក៏ស្រែកជំទាវមកថាចាំមើលអញនឹងស៊ើបឲ្យដឹងថាជានរណាដែលឲ្យផ្កាមកហើយប្រាប់អ្នកមីងស្ងាត់សំដីបន្តិចមិនចាំយូរទេដុំដីនៅក្បែរជើងរបស់ខ្ញុំក៏បានហោះទៅរកវាតែក៏មិនត្រូវព្រោះវាមុជទឹកបាត់ទៅខណៈនោះដែរសារ៉ាត់ក៏ទៀនឡើងល្មមឈប់ឆ្លោះគ្នាទៅគិតពីរឿងដែលយើងត្រូវទៅភូមិខាងលើវិញយើងត្រូវឆ្លងកាត់អ្វីខ្លះគឺមិនទាន់ដឹងទេតែអ្វីដែលយើងដឹងច្បាស់គឺកូនថៅកែសុងនិងបពពួកដែលតែងតែរករឿងយើងនោះគង់តែប៉ះពៀគ្នាទេ
ទោះយើងមានខ្នងបង្អែកជាមេភូមិក៏ដោយដោយពួកឯងនឹងស្រាប់ពួកវាមិនខ្លាចលោកមេភូមិឡើយទីនោះច្បាប់ព្រៃជាធំចៅខ្លាំងរស់ស្រួលជាងអ្នកស្លូតជីវិតយើងនៅទីនោះគង់ឬមិនគង់ព្រោះយើងនៅពេលនេះគឺបង្ហាញច្បាស់ថាយើងចេញមុខប្រឆាំងគេខ្ញុំត្រឹងគិតបន្តិចចំពោះសម្ដីដែលវានិយាយមែនហើយពិតមិនខុសទេទីនោះត្បិតតែរីកចម្រើនតែច្បាប់ព្រៃជាធំគ្មាននរណាហ៊ានបំបាយសម្បុកថៅកែនៅទីនោះទេហើយការដែលពួកយើងចេញមុខទៅនៅជាមួយមេភូមិគឺជាការប្រឆាំងពួកវាយ៉ាងច្បាស់សំអាងពួកយើងទាំង3មិនអាចប្រៀបនឹងកូនដៃគេផងតើយើងអាចជួយមេភូមិយកឈ្នះគេយ៉ាងណាក្រោយពីត្រឹងគិតហើយខ្ញុំក៏បាននិយាយដោយត្រាប់តាមសម្ដីចាស់ដែលគាត់តែងតែនិយាយបើនៅទីងងឹតគេចាត់ការយើងនៅទីភ្លឺវាស្រួលយើងគួរតែចូលទៅទីងងឹតដែរឲ្យវាពិបាកមើលគ្នាទាំងអស់ទៅអាយុនដែលឡើងមកអង្គុយលើគល់ឈើក្បែរខ្ញុំក៏និយាយយល់ព្រមហើយវាក៏បាននិយាយពីដំណឹងអាក្រក់មួយមកកាន់ពួកយើងដែរដែលលោកពុកវាទើបតែបានមកពីភូមិខាងលើនាពេលយប់គឺថាអីវ៉ាន់របស់មេភូមិដែលត្រូវដឹកឲ្យឈ្មួញនៅឯតំបន់កណ្ដាលត្រូវចោលស្ទាក់ប្លន់នៅតាមផ្លូវពេលធ្វើដំណើរឆ្លងព្រៃធំហើយពេលនេះលោកមេភូមិត្រូវការអីវ៉ាន់ជាបន្ទាន់ដើម្បីជំនួសរបស់ដែលបាត់បង់ដែលត្រូវយកទៅឲ្យឈ្មួញគឺគាត់ត្រូវការសូត្រល្អពីភូមិយើងហើយពួកយើងក៏ត្រូវដឹកទៅនាពេលល្ងាចនេះសម្រាប់សូត្រចាស់ទុំអ្នករៀបចំឲ្យយើងហើយពួកយើងមានភារកិច្ចត្រឹមតែការពារឲ្យបានដល់ដៃមេភូមិប៉ុណ្ណោះក្រោយពីឮដូច្នេះពួកខ្ញុំក៏ប្រញាប់ប្រញាល់បំបែកគ្នាទៅរៀបចំរបស់របរសម្រាប់ហូបហើយក៏អាវុធសម្រាប់ការពារតែថាទៅលើកនេះលោកពុកក៏បានឲ្យរបស់ដែលពួកខ្ញុំមិនដែលសំបីតែប៉ះគឺកាំភ្លើងរួចគាត់ក៏ចងនៅអំបោះសីមាមកលើដៃនិងឲ្យពរជ័យជាច្រើនមកខ្ញុំហាក់ដូចគាត់ដឹងមុនពីហេតុការណ៍ដែលបានកើតឡើងនាពេលបន្តិចទៀតនេះខណៈនោះលោកពូ2នាក់ដែលត្រូវមកការពាររបស់ជាមួយខ្ញុំក៏បានដើរកាត់រួចលោកពុកក៏បានឲ្យខ្ញុំចេញទៅដោយមិនអស់ចិត្តខ្ញុំក៏បានលួចមើលពីចម្ងាយឃើញលោកពូទាំងពីរបានយកបន្ទះដែកស្ដើងមួយយកមកវាយដែកគោលបិទភ្ជាប់ជាមួយស្វាយកាំភ្លើងហើយលោកពុកក៏បានហុចនៅក្របឲ្យពួកគាត់ម្នាក់មួយថង់មើលពីចម្ងាយទៅគាត់និយាយរាយរាប់ច្រើនណាស់ហាក់ដោយក្របនេះទុកប្រើតែពេលចាំបាច់ប៉ុណ្ណោះពេលល្ងាចមកដល់សូរិយារៀបលិចឃើញមួយចំហៀងផ្ទៃទឹកពួកយើងបានមកជុំគ្នាហើយ5នាក់3ទូករបស់ការពារគ្រប់ដៃខណៈនោះលោកពូអ្នកមីងជាច្រើនក៏បាននៅឈរមើលហើយលោកពុកក៏បាននិយាយពីខាងលើមកថាទៅឲ្យបានសុខវិលមកស្រុកឲ្យសានត្រានបន្ទាប់មកពួកយើងក៏បានសំពះលាពួកគាត់ចេញដំណើរទូកបើកយឺតទន្ទឹមគ្នាចេញមកឆ្ងាយហើយខ្យល់បក់ត្រជាក់ព្រឺអស់កាយរីឯព្រះច័ន្ទនៅលើមេឃក៏រះមូលធំល្អឆ្លុះមកលើផ្ទៃទឹកយល់យកខ្លួនទៅតាមរលកតិច
ធ្វើឲ្យបរិយាកាសនាពេលនេះคล้ายទៅជាឱសថទិព្វសម្រាប់លំហែនៃដួងចិត្តរបស់ខ្ញុំជិតមកដល់ភូមិលើលោកពូទាំងពីរនៅសងខាងក៏បាននិយាយមកពួកយើងតិចដោយឲ្យបិទភ្លើងទូកដោយយកពន្លឺព្រះច័ន្ទជាអ្នកនាំផ្លូវទោះយឺតក៏យឺតចុះឲ្យទៅដល់គោលដៅខ្ញុំហាក់ឆ្ងល់នឹងការដែលគាត់ឲ្យបិទភ្លើងនេះណាស់តែក៏ចាំបាច់ធ្វើតាមគាត់ព្រោះក្រោយពីមើលពីចម្ងាយក្នុងព្រៃនាដៃព្រែកតូចមួយខាងឆ្វេងមានភ្លើងជាច្រើនកំពុងតែសម្ដៅមករកពួកយើងមិនបងអង្គយូរពូក៏បានឲ្យបន្ថែមល្បឿនទាំងងងឹតធ្វើយ៉ាងណាចេញឲ្យផុតព្រៃនៃដងស្ទឹងនេះក្រោយពីឆ្លងផុតព្រៃពួកគាត់មិនបានឲ្យយើងឆ្លងទៅភូមិលើទេគឺវាងទៅដៃព្រែកតូចមួយទៀតឡើងឯចុងភូមិនៅទីនោះមានរទេះគោចាំស្រាប់ពួកយើងដាក់របស់លើរទេះរួចក៏ចេញដំណើរបន្តមកផ្ទះមេភូមិធ្វើដូច្នេះគឺជាការបំបែដានរបស់អ្នកដែលកំពុងទៅតាមយើងហើយនឹងបានស្រាលទូកផងស្រួលរត់នឹងតតាំងពេលចូលមកដល់ដៃទន្លេធំវិញភ្លើងពិលពួកយើងក៏បានបើកឡើងហើយពួកទាំងអស់នោះក៏បានតាមមកតែយ៉ាងណាក៏មិនអាចទាន់ដែរត្បិតឯងចម្ងាយរៀងឆ្ងាយតែក៏ឮនៅសំឡេងផ្ទុះពីចម្ងាយប្រហែល4ដងខ្ញុំក៏គិតថាពួកនោះអាចនឹងឈឺចិត្តព្រោះចាញ់បោកដែលត្រូវតាមមកមិនទាន់លោកពូទាំងពីរគាត់ញញឹមជាប់មាត់ពេលចូលមកដល់ក្នុងផ្ទះមេភូមិហើយក៏ឃើញរទេះនិងរបស់របរនៅទាំងអស់លោកមេភូមិគាត់ក៏បានចេញមកហើយក៏និយាយរាក់ទាក់មកកាន់ពួកយើងយ៉ាងស្និទ្ធស្នាល